បាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមាន Honda Wave បងប្អូនមកឆ្នាំ2022ដែលមានបញ្ហាងាងមែនតើបងប្អូនបាទលេខ2លេខ3គឺងាងរត់អត់រួចហ្មងបងប្អូនបាទខ្សោយបាទហើយបញ្ហាទាំងអស់នេះគឺបណ្ដាលមកពីស្បែកបងប្អូនបាទឆេះស្បែកអមយ៉ាក៏ដូចជាស្បែកអូសបងប្អូនបាទអញ្ចឹងយើងដោះធ្វើការផ្លាស់ប្ដូរស្បែកអូសស្បែកបៃដុំក៏ដូចជាស្បែកអំយ៉ាដែរសម្រាប់ម៉ូតូនេះបងប្អូនបាទហើយដើមហេតុនៃការឆេះស្បែកនេះគឺម៉ូតូនេះគាត់ប្រើប្រាស់នៅក្រុងបងប្អូននៅទីក្រុងអញ្ចឹងវាស្ទះចរាចរណ៍ស្ទះអីធ្វើឲ្យយើងប្រើលេខ1លេខ2ខ្លាំងបាទប្រឹងខ្លាំងងាងរហូតអញ្ចឹងណាបាទអញ្ចឹងធ្វើឲ្យវាឆាប់ឆេះស្បែកបងប្អូនបាទនេះស្បែកបៃដុំស៊ីនមកវាបាទហើយកត្តាមួយទៀតគឺការប្រើប្រាស់ប្រេងបងប្អូនបាទប្រេងម៉ាស៊ីនគឺគាត់ប្រើប្រាស់ប្រេងរាងខាប់បាទហើយអត់សូវល្អអញ្ចឹងណាបងប្អូនបាទកាន់ក្អែលស្នឹមបាទបងប្អូនមើលស្បែកជាស្ដែងគឺឡើងខ្មៅបងប្អូនបាទឆេះអត់ទាន់អស់ទេតែឆេះស្បែកបាទធ្វើឲ្យម៉ាស៊ីនឮតែសំឡេងណាបងប្អូនបាទនេះបាទឆេះស្បែកហើយមើលសាច់ម៉ាស៊ីនបងប្អូនកាទៀម៉ាស៊ីនគឺខ្មៅស្នឹមខ្លាំងដោយសារប្រេងបងប្អូនបាទឥឡូវយើងមកមើលស្បែកស្លឹកស្បែកអំយ៉ាវិញនេះក៏ឆេះដែរបងប្អូននេះបាទឡើងខ្មៅបាទការជីកឧស្សាហ៍ស្ទះផងបាទហើយមួយទៀតប្រេងម៉ាស៊ីនអត់ទៅល្អផងធ្វើឲ្យម៉ូតូនេះគឺខូចមុនអាយុកាលដែរបងប្អូនបាទអញ្ចឹងធ្វើឲ្យស្បែករបស់វានឹងឆេះទៅធ្វើឲ្យងាងម៉ាស៊ីនណាបងប្អូនបាទសាំងក៏ស៊ីខ្សោយក៏ខ្សោយអញ្ចឹងណាបាទអញ្ចឹងយើងបំបែកផ្លាស់ប្ដូរទាំងមុខទាំងក្រោយបងប្អូនបាទស្បែកក្រោយនេះក៏ដល់កដែរបងប្អូនបាទសម្រាប់ម៉ូតូនេះបងប្អូនមើលសភាពដឹងណាបាទគឺខ្មៅនេះបាទឆេះឡើងខ្មៅហ្មងបងប្អូនបាទនេះបាទដោយសារគាត់ប្រើនៅតំបន់ទីក្រុងទីប្រជុំជនអញ្ចឹងណាបាទវាស្ទះចរាចរណ៍ញឹកបាទសាងលេខ1លេខ2លេខ2ហើយមួយទៀតកតាប្រេងបាទគាត់ប្រើប្រេងខាប់ហើយអត់សូវល្អទៀតបាទធ្វើឲ្យឆាប់ទៅតែម្ដងបាទឆេះទៅពិបាកក្នុងការជីកងាងស៊ីសាំងស៊ីអញ្ចឹងទៅឥឡូវគាត់យកមកផ្លាស់ប្ដូរបងប្អូនបាទនេះឆែកមើលទៅគឺបញ្ហាទៅលើស្បែកអញ្ចឹងយើងធ្វើការរៀបចំស្បែកមួយឈុតបាទនឹងលាងសម្អាតបាទគ្រឿងបង្គុំរបស់ម៉ាស៊ីនហ្នឹងឲ្យវាស្អាតរៀបស្បែកចូលវិញអញ្ចឹងបងប្អូនបាទនេះ Honda Wave ឆ្នាំ2022បាទអញ្ចឹងម៉ូតូខ្លះគេជិះ5ឆ្នាំហើយអត់ទាន់ដូរក៏មានដែរដោយសារការថែទាំនឹងឯងបាទការផ្លាស់ប្ដូរប្រេងទៀងទាត់ត្រឹមត្រូវបាទថែទាំបានល្អអញ្ចឹងណាបាទអញ្ចឹងសំខាន់ណាស់ការថែទាំប្រេងម៉ាស៊ីនសម្រាប់ម៉ូតូរបស់យើងនឹងបាទប្រើប្រាស់ប្រេងល្អដូរឲ្យទៀងទាត់អញ្ចឹងណាបាទធ្វើឲ្យគ្រឿងមកគុំមួយចំនួនក្នុងម៉ាស៊ីនហ្នឹងគឺវាប្រើប្រាស់បានយូរបងប្អូនបាទអញ្ចឹងយើងរៀបចូលស្បែកអំយ៉ារបស់យើងបាទយើងដាក់ចូលវិញហើយបាទហើយអរគុណច្រើនបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេបាទ